ជាបឋមខ្ញុំបាទពុំសិង្ហហេងសូមគ្រប់លំអរកាយចំពោះសម្ដេចឯកឧត្តមលោកចំទាវលោកស្រីអ្នកនាងកញ្ញាដែលបានតាមដានស្ដាប់និងទស្សនាព័ត៌មានចេញពីការចុះផ្សាយរបស់ Page Win News និង TikTok Win News ថ្ងៃនេះផងដែរខ្ញុំមានកិត្តិយសសូមជម្រាបជូននៅព័ត៌មានអន្តរជាតិដែលទាក់ទងនឹងថ្ងៃទី13នៃសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់សង្គ្រាមនៅតែបន្តយ៉ាងក្តៅគគុកអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងនិងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអ៊ីស្រាអែលនិងប្រឆាំងជាមួយនឹងមូលដ្ឋានសហរដ្ឋអាមេរិកនៅទូទាំងបណ្ដាប្រទេសមជ្ឈមបូព៌ាមួយចំនួនរួមទាំងកាតា បារ៉ែន គុយវេតនិងអារ៉ាប់រួមផងដែរអ៊ីរ៉ង់ក៏បានកំណត់គោលដៅលើផ្លូវដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធថាមពលដោយបង្កើនការប្រួយបារម្ភអំពីសុវត្ថិភាពនៃច្រកសមុទ្រអូម៉ូសដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកកប៉ាល់ពាណិជ្ជកម្មជាច្រើនត្រូវបានរាយការណ៍ថាបានរងការខូចខាតដោយសារតែគ្រាប់ផ្លោងនៅជិតច្រកសមុទ្រក្នុងកំឡុងពេលមានជម្លោះនៅពេលដែលសង្គ្រាមតែបន្តជម្លោះកំពុងរីករាលដាលហួសពីអ៊ីរ៉ង់និងអ៊ីស្រាអែលកងកម្លាំងអ៊ីរ៉ង់និងក្រុមសម្ព័ន្ធមិត្តរួមទាំងក្រុមហេសបូឡាបានធ្វើការវាយប្រហារលើទីតាំងនិងមូលដ្ឋានយោធារបស់អ៊ីស្រាអែលយោងតាមរបាយការណ៍មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកបានកំណត់គោលដៅជាង50កន្លែងក្នុងប្រទេសអ៊ីស្រាអែលរួមទាំងតំបន់ជុំវិញទីក្រុងតេអាវីលទីក្រុងហៃហ្វានិងទីក្រុងប៊ីសេបាដែលជាការកំណត់សម្គាល់មួយនៃការវិប្រហារសម្របសម្រួលដ៏ធំបំផុតចាប់តាំងពីជម្លោះបានចាប់ផ្ដើមក្រៅពីនោះឥទ្ធិពលនៃមនុស្សធម៌នៃសង្គ្រាមកាន់តែធ្ងន់ធ្ងរទៅផងដែរអ៊ីរ៉ង់បានអះអាងថាជនស៊ីវិលជាង1300នាក់ត្រូវបានសម្លាប់និងទីតាំងរបស់ជនស៊ីវិលជិត10000ត្រូវបានខូចខាតក្នុងកំឡុងពេលការវាយប្រហារដែលកំពុងបន្តទន្ទឹមនឹងនេះការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ដែលនៅជិតខាងបានសម្លាប់មនុស្សជនស៊ីវិលនិងបានបង្ខំឲ្យមនុស្សរាប់សែននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនខណៈដែលការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាកាន់តែខ្លាំងក្លាផងដែរនៅទូទាំងតំបន់រដ្ឋាភិបាលនានាកំពុងប្រមានថាស្ថានភាពអាចកើនឡើងជាសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតបរាជ័យជម្លោះនេះក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំងផងដែរដោយសារតែការកើនឡើងនៃតម្លៃប្រេងដែលបណ្ដាលមកពីសង្គ្រាមនិងការរំខានក្នុងការផ្គត់ផ្គង់ថាមពលក្នុងនោះសហរដ្ឋអាមេរិកបានប្រកាសខ្លួនថាខ្លួននឹងបញ្ចេញប្រេងចំនួន172លានបារ៉ែលពីស្តុកប្រេងយុទ្ធសាស្ត្ររបស់ខ្លួនការផ្លាស់ប្ដូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលពិភពលោករបស់ខ្លួនអ្នកវិភាគបាននិយាយថាវិបត្តិមជ្ឈមបូព៌ាអាចមានផលវិបាកធំសម្រាប់ពាណិជ្ជកម្មពិភពលោកនិងសន្តិសុខថាមពលប្រសិនបើការវាយប្រហាររវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតែបន្តនៅខាងក្នុងប្រទេសអ៊ីរ៉ង់មានភាពតានតឹងផ្នែកនយោបាយនៅតែមានកម្រិតខ្ពស់ដដែលបន្ទាប់ពីការស្លាប់មេកំពូលដឹកនាំរបស់ប្រទេសអ៊ីរ៉ង់គឺលោកអាលីខាមីនេក្នុងកំឡុងពេលនៃរលកទី1នៃការវាយប្រហារលោកមុតតាបាខាមីនេដែលត្រូវជាកូនប្រុសរបស់លោកអាលីខាមីនេត្រូវបានគេរាយការណ៍ថាបានកាន់តំណែងជាមេដឹកនាំប្រទេសបន្តអាញាធិបតេយ្យអ៊ីរ៉ង់បានបង្កើនសន្តិសុខជុំវិញស្ថាប័នរដ្ឋាភិបាលនិងកន្លែងយោធាខណៈដែលចំនួននៅតែបន្តខ្លាំងមេដឹកនាំនិងអង្គការអន្តរជាតិរួមទាំងអង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានបទជបាញ់និងការចរចាការទូតជាបន្ទាន់ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀតទោះជាយ៉ាងណាក៏ដោយអ្នកជំនាញនិយាយថាគោលបំណងនៃសង្គ្រាមនៅតែមិនច្បាស់លាស់ហើយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាចំនួនអាចនឹងពង្រីកបន្ថែមទៀតនៅទូទាំងមជ្ឈមបូព៌ាដោយគិតមកត្រឹមថ្ងៃទី12ខែមីនានេះសង្គ្រាមបានឈានចូលដល់ថ្ងៃទី13របស់ខ្លួនហើយដោយមានការបន្តវាយប្រហារតាមអាកាសការវាយប្រហារដោយមីស៊ីលនិងការចល័តយោធានៅទូទាំងតំបន់ក្រៅពីនោះកិច្ចចរចាការទូតដែលពាក់ព័ន្ធនឹងមហាអំណាចពិភពលោកត្រូវបានគេរាយការណ៍ថាកំពុងដំណើរការប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានកិច្ចព្រមព្រៀងណាដែលបញ្ជាក់សម្រាប់បទឈប់បាញ់ច្បាស់លាស់នៅទេចំនួនដែលកំពុងបន្តរវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ឥឡូវនេះគឺជាវិបត្តិយោធាដ៏ធ្ងន់ធ្ងរបំផុតមួយនៅទូទាំងមជ្ឈមបូព៌ាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះសហគមន៍អន្តរជាតិបានបន្តជំរុញឲ្យមានការអត់ធ្មត់និងការចរចាខណៈដែលពិភពលោកកំពុងខ្លំមើលយ៉ាងដិតដល់ដើម្បីមើលថាតើការទូតអាចបញ្ចប់ការប្រយុទ្ធគ្នានេះបានឬទេមុនពេលដែលជម្លោះរីករាលដាលបន្ថែមជាចុងក្រោយខ្ញុំបាទពុំសិង្ហហេងសូមថ្លែងអំណរគុណចំពោះសម្ដេចឯកឧត្តមលោកចំទាវលោកស្រីអ្នកនាងកញ្ញាដែលបានតាមដានស្ដាប់និងទស្សនាពីការចុះផ្សាយរបស់ Page Win News និង TikTok Win News តាំងពីដើមរហូតដល់ចប់ខ្ញុំបាទនឹងបន្តរាយការណ៍និងតាមដានស្ថានភាពអំពីប្រទេសអ៊ីរ៉ង់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនៃសង្គ្រាមនៅចុងក្រោយនេះ